ទីបំផុតយុតិធម៌មានហើយសម្រាប់កម្ពុជាពិភពលោកបានឃើញនៅទង្វើល្អរបស់កម្ពុជាលែងជឿអំពីព័ត៌មានញុះញង់របស់ថៃហើយថ្ងៃនេះគឺលោក Donald Trump បានចោទប្រកាន់ចំតែម្ដងទៅខាងភាគីថៃថាជាអ្នកបានចាប់ផ្ដើមសង្គ្រាមឈ្លានពានមកលើកម្ពុជាមុនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃទី22 ខែធ្នូបានថ្លែងចំដោយចោទប្រកាន់ភាគីថៃថាគឺជាអ្នកចាប់ផ្ដើមចំនួនព្រំដែនជាមួយនឹងកម្ពុជាជាថ្មីការថ្លែងរបស់លោក Donald Trump គឺធ្វើឡើងនៅក្នុងពិធីប្រកាសការផលិតនាវាចម្បាំងខ្នាតយក្សជាមួយនឹងក្រសួងសង្គ្រាមនិងរដ្ឋមន្ត្រីកងទ័ពជើងទឹកឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានលោក Trump បានថ្លែងថាថៃបានចាប់ផ្ដើមបញ្ចេញរូបរាងសង្គ្រាមជាថ្មីម្ដងទៀតជាមួយនឹងប្រទេសកម្ពុជាខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសលោក Marco Rubio លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្គ្រាមមួយនេះលោកថាលោកបានបញ្ចប់សង្គ្រាម8ហើយសង្គ្រាមមួយនេះគឺរវាងកម្ពុជានិងថៃគឺជាសង្គ្រាមកណ្ដាលគេលោកថាពេលនេះរវាងប្រជាជនទាំងពីរគឺមានការស្អប់និងគុំគួនគ្នាខ្លាំងណាស់អញ្ចឹងគឺថាខ្ញុំសប្បាយចិត្តមែនតែម្ដងទីបំផុតគឺថាប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បានបញ្ជាក់អំពីទង្វើល្អរបស់កម្ពុជាកាលដែលជន់មីននោះគឺលោក Donald Trump ក៏បានបញ្ជាក់ដែរថារឿងជន់មីននេះគឺជារឿងឧបទ្ទវហេតុទេមិនគួរណាថៃបើការវាយប្រហារដោយកំរោលមកលើកម្ពុជាទេឥឡូវនេះគឺលោកបានបញ្ជាក់ទៀតហើយថាសង្គ្រាមលើកទី2នេះគឺថៃទេដែលជាអ្នកចាប់ផ្ដើមសង្គ្រាមមុនអញ្ចឹងហើយគឺយើងក៏លេចទៅមើលពិភពលោកក៏លេចទៅមើលសារព័ត៌មានបរទេសផ្សេងគឺមានការចុះផ្សាយច្រើនមែនតែនពីភាពយុត្តិធម៌របស់កម្ពុជាអំពីភាពត្រឹមត្រូវភាពស្មោះត្រង់និយាយពិតធ្វើពិតរបស់កម្ពុជាយើងឃើញថាកសែតធំជាច្រើនបានចុះផ្សាយល្អពីកម្ពុជាថ្មីត្បិតថាមិនទាន់អាចមានបទឈប់បាញ់ក៏ពិតមែនប៉ុន្តែយើងទទួលបាននៅលទ្ធផលយុត្តិធម៌បណ្ដាឲ្យបងប្អូនទាំងអស់គ្នា